បបរគ្រឿងទាំងអស់គ្នាដំបូងគឺយើងលីងខ្ទឹមបងសិនណាហើយយកខ្ទឹមចេញខ្លះទៅបន្ទាប់មកយើងដាក់បង្គាក្រៀមផ្សិតក្រៀមហើយនឹងយូហឺក្រៀមយើងលីងវាចូលគ្នាឲ្យក្លិនឈ្ងុយហើយយើងដាក់អង្ករដែលយើងលាងទឹកហើយហ្នឹងដាក់ចូលមកឆាជាមួយនឹងគ្រឿង3មុខហ្នឹងដើម្បីឲ្យអង្ករហ្នឹងវាធំក្លិនឈ្ងុយល្អទាំងអស់គ្នាពេលយើងយកទៅធ្វើអំបរទៅអំបរធំក្លិនឈ្ងុយបន្ទាប់ពីហ្នឹងទៅមើលតាយើងមិនលីងរហូតដល់អង្ករឡើងក្រហមអីណាទាំងអស់គ្នាប្រយ័ត្នតិចកន្លែងនេះគឺយើងគ្រាន់តែធ្វើឆាវាដើម្បីឲ្យចូលជាតិក្នុងទឹកស៊ុបអ្នកទាំងអស់គ្នាដាក់សាច់អីដាក់ទៅស្ងោរយកជាតិហើយយើងស្រង់សាច់នឹងចេញទាំងអស់ហើយយើងដាក់អង្ករដែលយើងឆាមុនហ្នឹងទាំងអស់គ្នានេះគឺខ្ញុំដាក់ចូលហើយពេលដែលដាក់អង្ករចូលហ្នឹងបិទឆ្នាំងទាំងអស់គ្នាមិនណាន់ស្ទិចដូចខ្ញុំនេះអត់ទេអញ្ចឹងខ្ញុំអាសាកូរបន្តិចព្រោះពេលដំបងអញ្ចឹងអង្ករវាស្អិតទៅនឹងបាតទាំងអស់គ្នាវាអត់ឡើងមកលើទេហើយនេះសាច់ដែលខ្ញុំស្រង់ចេញមិញហ្នឹងគឺខ្ញុំដាក់ចូលមកវិញមានផ្សិតស្រស់មានសាច់ជ្រូកហាន់ហើយអីចឹងទាំងអស់គ្នាហើយនឹងឈាមជ្រូកមានសាច់មាន់អីដែរដែលខ្ញុំហែកដាក់ចូលក្នុងនឹងតិចវិញទៅណាមើលតាអង្ករនឹងវារៀងឡើងរីកល្មមយើងត្រូវចិត្តហើយទាំងអស់គ្នាផ្សំគ្រឿងណាមានក្នុងទឹកស៊ុបកុំភ្លេចដាក់ឆៃប៉ៅឆៃប៉ៅប្រៃផងហើយនេះគឺមានអំបិលប៊ីចេងសុំតតមានប៊ីចេងអំបិលម្សៅស៊ុបមាន់ស្ករសនិងទឹកត្រីតែប៉ុណ្្នឹងឯងទាំងអស់គ្នាឲ្យភ្លក់តាមការពេញចិត្តរបស់យើងណាដល់ពេលចិនទៅអ្នកទាំងអស់គ្នាដួសដាក់ចានហ្នឹងអាចដាក់គ្រឿងផ្សំក្រៅដូចជាម្ទេសជ្រក់ឬក៏ខ្ញីជីសណ្តែកបដោះហើយសៀងអីចឹងតាមការចូលចិត្តរបស់ទាំងអស់គ្នាណាតិចទៀតខ្ញុំនឹងបង្ហាញរូបភាពខាងក្រោយ